ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅវីដេអូនេះថ្ងៃនេះផងដែរខ្ញុំនឹងមកបង្ហាញអំពីសកម្មភាពនៃការហែបុណ្យកឋិនទានដែលស្ថិតនៅក្នុងឃុំកំពង់សាឡៅមួយស្រុកឆាបខេត្តព្រះវិហារហើយការហែបុណ្យកឋិនទាននៅឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនទេអ្នកនរគ្នាគឺមានការចូលរួមរាំដង្ហែទៅវត្តអារាមហើយក៏មានការចូលរួមពីប្រជាជននៅក្នុងឃុំកំពង់សាឡៅមួយក៏ដូចជាលោកគ្រូអ្នកគ្រូហើយនិងសិស្សានុសិស្សគឺមានវត្តមានច្រើនមែនតើនៅក្នុងថ្ងៃនេះហើយការហែបុណ្យកឋិនទាននេះផងដែរគឺមានការប្រួចផ្ដើមឡើងពីអាជ្ញាធរភូមិឃុំចៅអធិការវត្តក៏ដូចជាគណៈកម្មការវត្តជាពិសេសគឺប្រជាជននៅក្នុងឃុំកំពង់សាឡៅមួយនេះតែម្ដងហើយមិនតែប៉ុណ្ណោះក៏មានការចូលរួមពីលោកយាយលោកតាក៏ដូចជាបងប្អូនយើងដែលដង្ហែបុណ្យកឋិនទានមកពីបាត់ដំបងដែលបានមកចូលរួមនៅថ្ងៃនេះផងដែរហើយសូមបញ្ជាក់មួយវិញទៀតគឺសម្រាប់សម្លៀកបំពាក់ដែលអ្នកមីងក៏ដូចជាបងនៃគាត់ពាក់សម្រាប់រាំនៅថ្ងៃនេះគឺជាសម្លៀកបំពាក់បែបប្រពៃណីឡាវតិចបងប្អូនច្រឡំថាគឺជាសម្លៀកបំពាក់បែបថៃណាបងប្អូនគឺអត់មែនទេគឺជាប្រពៃណីបែបឡាវអញ្ចឹងមិនឆ្ងល់ទេបងប្អូនដោយសារតែភូមិកំពង់សាឡៅក៏ដូចជាឃុំកំពង់សាឡៅនេះគឺជាប់នៅព្រំប្រទល់ប្រទេសឡាវអញ្ចឹងប្រពៃណីទំនៀមទម្លាប់អីគឺមានលក្ខណៈស្រដៀងគ្នាផ្លាស់ប្ដូរគ្នាទៅវិញទៅមកទាំងក្បាច់រាំក៏ដូចជាទំនាក់ទំនងរវាងអ្នកនៅភូមិកំពង់សាឡៅនេះគឺមានទំនាក់ទំនងគ្នារវាងបងប្អូនកម្ពុជាយើងក៏ដូចជាឡាវនឹងគឺមានលក្ខណៈស្រដៀងគ្នាក៏ដូចជាទំនាក់ទំនងទៅវិញទៅមកជារឿយៗតាំងពីដើមមកនេះតឥឡូវនេះយើងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាអំពីការរាំដង្ហែបុណ្យកឋិនទានចូលទៅក្នុងវត្តកំពង់សាឡៅទាំងអស់គ្នាចង់នឹងថាការដង្ហែបុណ្យកឋិនទាននៅឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុនយ៉ាងម៉េចអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នានឹងហើយបងប្អូនទាំងគ្នាសម្រាប់វីដេអូនៃសកម្មភាពការហែបុណ្យកឋិនទាននៅថ្ងៃនេះមានប៉ុណ្្នឹងហើយបងប្អូនពេញចិត្តចំពោះវីដេអូនេះកុំភ្លេចជួយ like ជួយ share ក៏ដូចជាជួយ follow page ម្នាក់មួយផង
ចឹងជួបនឹងខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ